បងប្អូនទាំងនេះការចាប់ផ្ដើមធ្វើcontent ណាគឺជាការកសាង brand មួយដ៏មានប្រយោជន៍ខ្លាំងមែនទែនហើយដើម្បីបានជាខ្ញុំនិយាយអញ្ចឹងបងប្អូនទាំងនេះគិតមើលទោះបីជាយើងធ្វើយើងគិតថា5ទៅ600 view អ្នកទស្សនាហ្នឹងវាអត់ល្បីឬក៏វាអត់សំខាន់ប៉ុន្តែបងប្អូនត្រូវដឹងថាចេះ5ទៅ600នាក់ដែលគេស្ដាប់យើងដែលគេមើលឃើញយើងហ្នឹងណាគឺជាមនុស្សមានចំនួនរហូតដល់500នាក់គឺវាច្រើនមែនទែនទោះបីជានៅក្នុង Facebook ចំនួនទាំងអស់ហ្នឹងវាអត់លយមើលទៅវាអត់សក់ដែរប៉ុន្តែវាជាចំនួនមួយដែលបើយើងគិតជាមនុស្សវិញនៅចិត្តផ្ទះយើងគឺណែនផ្ទះតែម្ដងហើយយើងមានមនុស្ស500នាក់ដែលនៅក្បែរយើងចាំមើលយើងអញ្ចឹងនៅពេលដែលយើងមានបញ្ហាឬក៏នៅពេលដែលយើងមានរឿងយើងចង់បង្ហាញអ្វីមួយគឺមានពួកគាត់ចាំទស្សនាចាំតាមដានអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់នៅការអ្វីដែលខ្ញុំនិយាយនេះហើយមានចិត្តក្លាហានចាប់ផ្ដើមបង្កើតមាតិកាឬក៏ថតវីដេអូអ្វីដែលខ្លួនឯងចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាយើងបង្ហាញអ្វីដែលយើងទទួលបានមកវិញនោះគឺការទស្សនាការតាមដានពីបងប្អូនកម្ពុជាយើងអញ្ចឹងទី2គឺយើងបានកសាង brand មួយដែល brand ផ្ទាល់ខ្លួនរបស់ខ្លួនឯងមួយណា